សេចក្តីថ្លែងការណ៍គណៈបកកម្លាំងជាតិសូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញដែលបានផ្តន្ទាទោសលោកគ្រូរងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិចំនួន4ឆ្នាំពិន័យជាប្រាក់ចំនួន4លានរៀលនិងដកសិទ្ធិពលរដ្ឋជាស្ថាពរនៅសិទ្ធិបោះឆ្នោតនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតកាលពីព្រឹកថ្ងៃទី5ខែឧសភាឆ្នាំ2025នេះគណៈបកកម្លាំងជាតិយល់ឃើញថាការសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញជាការសម្រេចយ៉ាងអយុត្តិធម៌និងមានលក្ខណៈនយោបាយដោយសារតែលោកគ្រូរងឈុនមិនមានកំហុសដោយការចោទប្រកាន់ហើយការផ្ដន្ទាទោសនេះនឹងធ្វើឲ្យមតិជាតិនិងមតិអន្តរជាតិកាន់តែមើលឃើញថាកម្ពុជាកំពុងតែដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យដោយបង្កើតឲ្យមានបរិយាកាសនយោបាយមិនល្អមុនការបោះឆ្នោតឆ្នាំ2027និងការបោះឆ្នោតឆ្នាំ2028គណៈបកកម្លាំងជាតិសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាសម្របសម្រួលឲ្យមានការផ្ដល់សិទ្ធិសេរីភាពពេញលេញនិងយុត្តិធម៌ដល់លោកគ្រូរងឈុនដើម្បីបង្កើតបរិយាកាសនយោបាយឲ្យល្អប្រសើរឡើងវិញសម្រាប់ការបោះឆ្នោតនាពេលខាងមុខក៏ដូចជាការបង្ហាញឲ្យឃើញពីការផ្សះផ្សាជាតិបង្រួបបង្រួមជាតិសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងជាតិព្រមទាំងការរក្សាបាននូវផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិដែលប្រទេសកម្ពុជាកំពុងធ្វើការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យថ្ងៃច័ន្ទទី9កើតខែពិសាខឆ្នាំម្សាញ់បស័កពុទ្ធសករាជ2568ទីស្នាក់ការកណ្ដាលគណៈបកថ្ងៃទី5ខែឧសភាឆ្នាំ2025គណៈបកកម្លាំងជាតិ